ពួកគេរៀបការនៅអាយុ10ឆ្នាំហើយវិធីមង្គលការមួយនេះគឺមានមនុស្សចូលរួមច្រើនខ្លាំងមែនទែនហើយនេះគឺជាគោលបំណងចុងក្រោយរបស់អេម៉ាហើយរឿងមួយនេះគឺគួរឲ្យអាណិតទៅកាន់ក្មេងស្រីអេម៉ាខ្លាំងមែនទែនពួកគេទាំងពីរនាក់មានឈ្មោះថាអេម៉ាហើយនិងដានីលហើយពួកគេបានស្រឡាញ់គ្នាតាំងពីពួកគេមានអាយុ8ឆ្នាំមកម្ល៉េះថ្ងៃមួយអេម៉ាគឺបានធ្វើរោគវិនិច្ឆ័យហើយដុកទ័របានប្រាប់នាងថាគឺនាងមានជំងឺមហារីកមួយឆ្នាំក្រោយមករោគវិនិច្ឆ័យក៏កាន់តែច្បាស់ឡើងដុកទ័របានប្រាប់ម្ដាយអេម៉ាថាអេម៉ានៅសល់តែរយៈពេល2-3ថ្ងៃទៀតតែប៉ុណ្ណោះដើម្បីរស់ពេលនោះឪពុកម្ដាយអេម៉ាបានបំពេញបំណងគ្រប់យ៉ាងទៅឲ្យអេម៉ាតែអេម៉ាមិនចង់បានអ្វីទាំងអស់ដូចជារបស់លេងតុក្កតាតែបំណងចុងក្រោយរបស់នាងគឺចង់រៀបការជាមួយនឹងដានីលហើយម្ដាយរបស់អេម៉ានិងម្ដាយរបស់ដានីលក៏បានបំពេញបំណងនេះឲ្យនាងរយៈពេល2ថ្ងៃតែប៉ុណ្ណោះទោះបីជាមង្គលការនេះមិនជាពិធីការធំដុំក៏ដោយតែមានមនុស្សចូលរួមរហូតទៅដល់100នាក់ជាងក្នុងអំឡុងពេលនោះអេម៉ាមិនព្រមផឹកថ្នាំមិនព្រមផឹកអ្វីទាំងអស់នាងសុខចិត្តទ្រាំដើម្បីបានពេលវេលាចុងក្រោយនៅជាមួយនឹងមនុស្សដែលនាងស្រឡាញ់មិនយូរប៉ុន្មាន12ថ្ងៃក្រោយមកនាងក៏បានទទួលមរណភាពពួកឲ្យអាណិតអេម៉ាខ្លាំងមែនតើនៅក្មេងតែត្រូវមកជួបជំងឺនិងស្លាប់ទាំងក្មេងបែបនេះហើយបើអ្នកទាំងអស់គ្នាមានសុខភាពល្អហើយក៏នៅតែត្រូវការថែសុខភាពដែរតែបើចង់ថែរក្សាសក់កុំភ្លេចជាមួយនឹងឈុត D shampoo ដែលជាឯកទេសព្យាបាលគ្រប់បញ្ហាសក់ដូចជាសក់ជ្រុះសក់ស្ងួតសក់បែកចុងអង្គការខ្ញុំសង្កេតឃើញថាសក់ខ្ញុំប៉ុន្មានថ្ងៃនេះគឺមានការស្ងួតខ្លាំងមែនទែនហើយខ្ញុំក៏សាកល្បងជាមួយនឹងសាប៊ូកក់សក់ D shampoo ដែលមានឯកទេសនៅក្នុងការព្យាបាលសក់គ្រប់ប្រភេទតាមថែរក្សាសក់ឲ្យមានសុខភាពល្អពីថ្ងៃនេះតទៅសក់ស្អាតមិនមែនតែត្រង់ទេអ្នកនរគ្នាជាសក់ដែលមានសុខភាពល្អនិងភាពជឿជាក់របស់យើងខ្ញុំប្រើជាមួយនឹងសាប៊ូអបសក់ D shampoo តែពេលនេះសក់នឹងមានសុខភាពល្អតែបើសិនមកពិបាកនៅក្នុងការជ្រើសរើសផលិតផលអាចសាកជាមួយនឹងសាប៊ូកក់សក់ D shampoo បាន